បងប្អូនដែលហូបស៊ុបលឿននេះឥឡូវមកមើលពីវិធីធ្វើស៊ុបលឿនរបស់នាងខ្ញុំស៊ុបលឿនហ្នឹងស៊ុបយើងមិនបាច់មកងាស់ឆ្អឹងមកងាស់អីនាំមកយូរវែងឆ្ងាយអញ្ចឹងណាយើងមានតែបន្លែសាច់មកយើងហាន់ហើយទឹកស៊ុបរបស់នាងខ្ញុំធ្វើងាយមកបងប្អូនចាក់តែទឹកស៊ីអ៊ីវចូលកន្លះកូនចានទូចហ្នឹងមកហើយយើងមានស្ករមានប៊ីចេងម្សៅស៊ុបដាក់មកល្មមជាតិមកហើយចាក់ទឹកសយើងចូលប្រហែល1កូនចានមកបានហើយមិនបាច់ច្រើនពេកទេហើយយើងមកងាស់ទុកឲ្យវាពុះទៅពេលដែលវាពុះហើយយើងយកទឹកស៊ុបនឹងទៅទុកម្លែកទៅមិនបាច់ធ្វើអីទៀតទេអាហ្នឹងគេហៅរបៀបធ្វើទឹកស៊ុបលឿនអញ្ចឹងណាបងប្អូនហើយយើងមានបន្លែមានអីខ្ទឹមសខ្ទឹមម្ហមអីតាមហើយយើងចូលចិត្តហ្នឹងបងប្អូនចូលចិត្តបន្លែអីដាក់បន្លែហ្នឹងមកហើយខ្ញុំដាក់ខ្ទឹមសខ្ទឹមក្រហមនេះហើយតាមពិតទៅចង់ដាក់ខ្ទឹមបារាំងយើងមិនបាច់ដាក់ខ្ទឹមក្រហមអញ្ចឹងតែខ្ទឹមបារាំងនៅផ្ទះវាអត់មាននៅល្ងាចឡើងហើយមីជាក់អញ្ចឹងនឹកឃើញចង់ហូបស៊ុបគេហៅស៊ុបគោកក៏បានឬក៏ស៊ុបលឿនក៏បានអញ្ចឹងណាបងប្អូនចាឲ្យបន្លែត្រីសាច់អីនេះយើងមានសាច់ជ្រូកសាច់គោយើងដាក់មកអស់មកសាច់ណាដែលងាយទៅពៀស្រួលខ្ញុំផ្ទះខ្ញុំឥឡូវសាច់គោដូចរៀងតាំងមករៀងស្វិតឥឡូវធ្វើស៊ុបឬសាច់អាំងប្រើសាច់3ជាន់វិញដូចលឿនហើយឆាប់បានហូបជាងអញ្ចឹងណាវាអត់ស្វិតអត់អីតែឆ្អិនហើយគឺផុយល្មមស្រួលទៅពៀមួយយ៉ាងដែរឥឡូវសាច់គោទៅទិញស្រួលប៉ះចំសាច់គោស្វិតទៀតបើទិញចំម៉ូចំអីទៅគេឲ្យសាច់គោយើងអាផុយល្អយកមកឆាដឹងតែផុយហ្មងអញ្ចឹងណាចាហើយមានបន្លែមានតាំងពីផ្សិតហើយមានស្អីគេហៅសាឡាត់សងបងប្អូនចាសាឡាត់សងនិយាយទៅបងប្អូនចូលចិត្តអីដាក់ហ្នឹងមកហើយខ្ញុំមែនតែនទៅក្នុងទូខ្ញុំមានអីខ្ញុំប្រមូលដាក់ចឹងទៅមេជាក់យើងដឹងថាធ្វើអីក៏ចេះតែដាក់មកហើយសាច់គោនេះខ្ញុំទៅទិញនៅអ៊ីអនពេលអាម៉ោងគេមានម៉ោងពិសេសចាប់ពីម៉ោង8យប់ទៅគេមាន discount នេះយើងមើលសាច់ណាមុំហូបបានហើយយើងប្រមូលទិញយកមកផ្ទះមកទុកប្រឡាក់ខ្លះទុកឆាទុកអីទៅឬទុកធ្វើស៊ុបធ្វើអីចឹងទៅចាហើយខ្ញុំតាទិញមកខ្ញុំទុកក្នុងទូទៅពេលណានឹកឃើញអូឃ្លានេះឃ្លានោះរបស់យើងមានស្រាប់ហើយឥឡូវរួចរាល់អស់ហើយយើងហាន់បន្លែអស់ហើយបងប្អូនមានឆ្នាំងរៀងធ្វើតិចមកតែហាំងឆ្នាំងបែបឆ្នាំងរាក់កាផែលអញ្ចឹងណាចាហើយយើងដាក់បន្លែដាក់អីយើងរៀបចូលក្នុងហ្នឹងឲ្យហើយអស់មកចានេះនាងខ្ញុំមានអាប៉ខៀវនោះគេហៅ zucchini តែខ្ញុំមិនដឹងថាខ្មែរយើងគាត់ហៅអីទេតែខ្ញុំចូលចិត្តហៅវាល្ពៅខ្ចីព្រោះរសជាតិវាដូចល្ពៅខ្ចីចឹងហើយខ្ញុំនេះមានថែមតាំងពីស្លឹកជ្រលងទៀតស្លឹកជ្រលងនៅក្បែរផ្ទះមានបេះដាក់អស់ហ្មងនិយាយទៅនៅស្លឹកឆៃយ៉ាចាំមើលលើក្រោយខ្ញុំធ្វើស៊ុបខ្ញុំសាក់ស្លឹកឆៃយ៉ាម្ដងបងប្អូនឆ្ងាញ់អត់ព្រោះបន្លែយើងវាធម្មជាតិខែភ្លៀងចេះអូយសបោណាយើងទៅទិញគេអីនាំអស់លុយអាបន្លែយើងនៅក្បែរផ្ទះចុងក្រោយយើងចាក់ទឹកស៊ុបរបស់យើងចូលមកដាក់នឹងឆ្នាំងចក្រានឲ្យវាពុះខូចទៅបងប្អូនចាឲ្យចាប់ផ្ដើមលាយជាមួយនឹងទឹកជ្រលក់ខ្ញុំមុនហ្នឹងខ្ញុំស្ងោរពងមាន់ហ្នឹងខ្ញុំចង់បានវាជាប់ភ្នៅតែវារៀងឆ្អិនតិចពងមាន់ហ្នឹងយើងទិញអាពងមាន់កសិកម្មគេមកនៅក្នុងម៉ាត់នោះអីគេមានលក់ហើយថែមពងមាន់អាសោះមួយចូលទៀតមកហើយល្ងហើយយើងមិនបាច់ដាក់គ្រឿងអីទៀតទេបងប្អូនប៉ុណ្ណឹងមកលាយចូលគ្នាយកទៅជ្រលក់មួយស៊ុបគោកឬក៏ខ្ញុំហៅថាស៊ុបលឿនស៊ុបខ្ជិលអីចឹងទៅព្រោះយើងប្រើទឹកស៊ីអ៊ីវមិញវាអាចថារសជាតិវារៀងល្មមអីអញ្ចឹងយើងហូបបែបរៀងសាបដូចចាស់ដូចម៉ាក់ខ្ញុំអីគាត់មិនសូវចូលចិត្តរៀងរសជាតិដិតទេតាមពិតយើងកាលយើងនៅចាស់គាត់ម៉ាក់គាត់នៅរៀងក្មេងអីរសជាតិដិតអីមានអីដល់ពេលគាត់រៀងវ័យរៀងជិះទៅពិនិត្យសុខភាពទៅវាលើសជាអំបិលជាតិអីចឹងណាដល់ពេលចឹងយើងមកធ្វើអីរៀងសាបក្តៅចឹងឲ្យជ្រលក់បងប្អូនឲ្យជ្រលក់ឲ្យមានជាតិមកតើបងប្អូនហូបទាំងអស់គ្នាបាយបាយជំរាបលា